Lamine Yamal ជឿជាក់ថា Barcelona នឹងឈ្នះពាន UEFA Champions League 100%បន្ទាប់ពីរបស់រឹងដូចជា Liverpool ធ្លាក់ចេញពីវគ្គ8ក្រុមចុងក្រោយបាត់ទៅហើយអញ្ចឹងមានន័យថា Lamine Yamal នេះខ្លាច Liverpool ហើយមើលទៅពេលនេះ UEFA Champions League 2024-2025 បានធ្វើដំណើរមកដល់វគ្គ8ក្រុមចុងក្រោយរួចជាស្រេចដោយក្នុងនោះមានក្លឹបអ្នកមានបុណ្យ Barcelona ជាក្លឹបដែលកំពុងឡើងទម្រង់ខ្លាំងមែនទែននៅក្នុងពេលនេះហើយ Barcelona គឺត្រូវប៉ះជាមួយនឹងក្លឹបទូរងមកពី Bundesliga នោះគឺ Borussia Dortmund នៅថ្ងៃទី9និងទី15ខែមេសាខាងមុខនេះ Lamine Yamal ក្មេងស្ទាវ Barcelona បាននិយាយទៅកាន់សារព័ត៌មាន Sport ថាពេលនេះក្លឹបរបស់ពួកយើងគឺជាក្លឹបដែលមានឱកាសក្នុងការឈ្នះពាន UCL ច្រើនជាងគេបន្ទាប់ពីគូប្រកួតដ៏រឹងមាំដូចជា Liverpool បានធ្លាក់ចេញពីវគ្គនេះពួកយើងមានឱកាសច្រើនណាស់ក្នុងការឈ្នះពានអឺរ៉ុបមួយនេះកាលពីវគ្គចែកពូលខ្ញុំបាននិយាយថា Liverpool គឺជាក្រុមខ្លាំងព្រោះពេលនោះពួកគេឈរនៅកំពូលតារាងអញ្ចឹងបន្ទាប់ពីពួកគេបានធ្លាក់ចេញពីវគ្គ8ក្រុម Barcelona របស់យើងគឺកាន់តែជឿជាក់បន្ថែមទៀតហើយសម្រាប់ហង្សក្រហម Liverpool វិញបានចូលមកដល់វគ្គ knock-out នៅក្នុងឋានៈជាមេគេឈរនៅកំពូលតារាងប៉ុន្តែត្រូវចោះចោលត្រឹមវគ្គ16ក្រុមចុងក្រោយដោយសារតែស្នាដៃរបស់ PSG ទៅវិញគួរឲ្យស្ដាយមែនទែនហើយចុះគ្នាយើងវិញគិតថា UEFA Champions League 2024-2025 នេះនឹងបានទៅលើក្រុមណា comment ខាងក្រោមដើម្បីចែករំលែកគ្នាពីខ្ញុំបាទតារាង